បាទសួស្តីបងប្អូនសួស្តីថ្ងៃនេះគឺមានកម្មវិធីមួយគឺសប្បាយមែនតើបងប្អូនអើយកម្មវិធីនេះគឺកម្មវិធីបុកអំបុកណាសំពះប្រខែអូយនិយាយពីថាសប្បាយណាស់បងប្អូនអើយយប់មិញបងប្អូនយើងស្រស់ដៃគ្នាមែនតើបាទអ្នកខ្លះលេងអំបកចឹងទៅអ្នកខ្លះបុកណាបុកអំបុកចឹងទៅស្គៀសណាហ្នឹងហើយសប្បាយមែនតើបងប្អូនអើយនិយាយពីថាទស្សនវិជ្ជាបែបនេះគឺមួយឆ្នាំមានតែម្ដងទេបងប្អូនហ្នឹងហើយកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផងបងប្អូនឃើញថាសប្បាយណាស់បងប្អូនអើយហ្នឹងហើយនិយាយមើលថាហ្នឹងហើយក្មេងៗណាសប្បាយក្នុងការបុកអំបុកហ្នឹងមានន័យថាគាត់ចូលចិត្តណាដោយប្អូនស្រីម្នាក់នេះគាត់ស្រុកចិត្តក្តៅផងអីផងដើម្បីបានលេងអំបុកណាហ្នឹងហើយមើលទៅមិញគាត់បាទបុកអំបុកណាបាទគាត់រងចាំណាគាត់រងចាំគេលេងហើយគាត់ចាំបុកណាហ្នឹងហើយនិយាយពីថាស្រស់ដៃគ្នាល្អណាស់អញ្ចឹងមិនថាមួយឆ្នាំកម្មវិធីនៅស្រុកខ្មែរយើងគឺមានប្លែកមែនតើច្រើនមែនតើបាទហើយកម្មវិធីនេះកម្រសូវដែលបានឃើញអញ្ចឹងខ្ញុំធ្លាប់ទៅនៅពីក្មេងៗបាទដើរណាបុកអំបុកតាមភូមិតាមអីចឹងទៅណាតាមនៅផ្ទះចឹងទៅហើយឥឡូវនេះបានឃើញនៅវត្តទេតាមផ្ទះលែងមានទេបងប្អូនឥឡូវគេប្រើសិតតែម៉ាស៊ីនអស់ហើយណាមានតែនៅវត្តទេគេអភិរក្សចឹងណាបងប្អូនហ្នឹងហើយនៅវត្តផ្សេងទៀតមានការបុកអំបុកអញ្ចឹងដែរអត់បងប្អូនជួយខមមិនខាងក្រោមផងណាហ្នឹងហើយវត្តនេះគឺវត្តភ្នំបាក់លើស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបាទវត្តភ្នំបាក់លើសង្កាត់ទឹកថ្លាណាក្រុងស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបានប្រារព្ធពិធីបុកអំបុកនេះឡើងហ្នឹងហើយបងប្អូនហើយសង្ឃឹមថាឆ្នាំក្រោយព្រះសង្ឃឬក៏ពុទ្ធបរិស័ទរៀបចំកម្មវិធីនេះថែមទៀតកុំឲ្យបាត់បង់យើងមានហើយក៏ប៉ុន្តែគ្រាន់តែយើងថែរក្សាទៅបានហើយនិយាយរួមទៅខ្ញុំ10ឆ្នាំជាងហើយដែលបានឃើញទស្សនវិជ្ជាបែបនេះណាហ្នឹងហើយដោយសារតែភាគច្រើនយើងទិញតែអំបុកនៅតាមផ្សារដែលគេមានម៉ាស៊ីនសម្រាប់កិនសម្រាប់អីចឹងណាអានេះគឺទស្សនវិជ្ជាទាំងស្រុងបាទដែលធ្វើដោយស្នាដៃរបស់យើងមកនេះដូចពូគាត់ប្រឹងបុកមែនតើដៃមួយណាបាទមាន7មួយបាទដៃម្ខាងកាន់រ៉េដៃម្ខាងកាន់រស័យសម្រាប់ស្គីអំបុកបាទនិយាយពីថាអេមហើយបងប្អូននេះតែ3 4ណាគឺបែកតិចទីតែម្ដងបុកគឺល្អមែនតើអូយញញឹមស្រស់ទៀតពូហើយពូនោះមើលមានប្អូនប្រុសណាគាត់ខំបុកមែនតើបាទបងប្អូនអើយនិយាយពីថាអស្ចារ្យណាអរគុណច្រើនបងប្អូនអរគ្នាសម្រាប់តាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជម្រាប